ពេលខ្លះយើងត្រូវចេះអរគុណចំពោះរឿងមិនល្អនិងមនុស្សមិនល្អដែលបានកើតឡើងនិងចូលមកក្នុងជីវិតរបស់យើងដោយសារតែរឿងមិនល្អហ្នឹងមនុស្សមិនល្អហ្នឹងទើបធ្វើឲ្យយើងមើលឃើញរឿងល្អនិងមនុស្សល្អនៅក្នុងជីវិតដែលកន្លងមកយើងមិនដែលមើលឃើញទេទាល់តែគេក្បត់យើងទើបយើងដឹងថាមនុស្សល្អនៅចិត្តខ្លួនយើងមិនដែលបានឲ្យតម្លៃទេទាល់តែរឿងអាក្រក់កើតឡើងទើបយើងដឹងថាគ្រាន់តែយើងមានដង្ហើមដកយើងមានដៃពីរជើងពីរភ្នែកពីរត្រចៀកពីរមាត់មួយច្រមុះមួយនេះវាគឺជាគុណូបការៈដ៏ធំធេងបំផុតដែលយើងមិនដែលសំបីតែមានសេចក្តីអំណរចំពោះរឿងទាំងអស់ហ្នឹងទេដល់តែពេលគ្រោះថ្នាក់បាក់ជើងគ្រោះថ្នាក់បាក់ដៃគ្រោះថ្នាក់ពីការភ្នែកទើបដឹងថាចំពេលមានជើងមកគូស្រួលដើរដល់តែពេលនៅជើងតែម្ខាងលំបាកដើរពីមុនមានដៃមកគូស្រួលបើកឡានស្រួលបើកម៉ូតូឥឡូវនៅសល់ដៃមួយចំហៀងពិបាកធ្វើការងារសពគ្រប់ពីមុនមានភ្នែកមកគូស្រួលមើលអីក៏ដោយច្បាស់ស្រឡះតែឥឡូវនៅសល់តែភ្នែកមួយចំហៀងទេលំបាកជាងមុនអញ្ចឹងចំណុចនេះមិនមែនរឿងអាក្រក់គឺជារឿងអាក្រក់ទេក៏មិនមែនមានន័យថាមនុស្សអាក្រក់គឺជាមនុស្សអាក្រក់ដែរពេលខ្លះរឿងអាក្រក់និងមនុស្សអាក្រក់វាបានបើកភ្នែកយើងឲ្យមើលឃើញរឿងល្អនិងមនុស្សល្អដែលនៅជុំវិញខ្លួនរបស់យើងហើយយើងមិនដែលមើលឃើញសេចក្តីល្អរបស់គាត់ទេដូចគេនិយាយថាមនុស្សក្បែរក្លៀកយើងមើលមិនឃើញទេយើងមើលឃើញតែអ្នកដទៃល្អប្តីយើងប្រពន្ធយើងកូនយើងបងប្អូនយើងម្ដាយឪពុកយើងមើលមិនសូវឃើញទេមើលឃើញតែមិត្តភ័ក្តិអ្នកដទៃនោះគេល្អជាងម្ដាយឪពុកយើងបងប្អូនយើងប្រពន្ធកូនយើងទៅទៀតមិនបានអញ្ចឹងតែទាល់តែថ្ងៃដែលគេក្បត់គេបោកប្រាស់យើងទៅយើងដឹងថាចំប្តីខ្ញុំប្រពន្ធខ្ញុំកូនខ្ញុំម្ដាយឪពុកខ្ញុំល្អតែអ្នកដទៃទេនេះដែលមិនល្អសាច់ញាតិខ្ញុំអត់ដែលបោកខ្ញុំតែមិត្តភ័ក្តិខ្ញុំអ្នកស្គាល់ខ្ញុំដែលផ្ទាល់នឹងប្រយោលបានបោកខ្ញុំនេះកន្លែងហ្នឹងបានយើងដឹងខ្លួនភ្ញាក់ខ្លួនព្រឺដូចខ្មោច7ថ្ងៃអញ្ចឹងនៅក្នុងជីវិតពេលខ្លះណាយើងអរគុណទៅអរគុណរឿងមិនល្អនិងមនុស្សមិនល្អហ្នឹងដែលធ្វើឲ្យយើងមើលឃើញអំពីតម្លៃមនុស្សដែលនៅក្បែរខ្លួនយើងមើលឃើញរឿងល្អនិងមនុស្សល្អដែលយើងតែងតែមើលរំលងរហូតមកហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចថាម្ដាយឪពុកយើងប្តីប្រពន្ធយើងតែងតែនិយាយទូមានយើងណែនាំយើងកូនណាកុំធ្វើរឿងហ្នឹងអត់ល្អទេកូនណាមិត្តភ័ក្តិកូនហ្នឹងមានប្រវត្តិមិនសូវល្អទេយើងណាខឹងម៉ែឪទៅទៀតម៉ែឲ្យបើឯងចេះម្លេះម៉ែស្គាល់គាត់ពីអង្កាលខ្ញុំជាអ្នកស្គាល់គាត់នេះបើម៉ែច្បាស់ជាងខ្ញុំទៀតស្ដីឲ្យម្ដាយឪពុកទៅទៀតបើមានប្តីមានប្រពន្ធគាត់ប្រាប់ថាបងណាគ្មាននរណាល្អជាងគ្រួសារយើងទេខឹងគាត់ទៀតអណៃមើងងាយមិត្តភ័ក្តិបងមែនមិនឥឡូវលែងចង់ឲ្យបងរាប់អានមិត្តភ័ក្តិចង់គ្រប់គ្រងបងឬក៏យ៉ាងម៉េចតែខ្ញុំសុំបញ្ជាក់ថ្ងៃដែលមានបញ្ហាមិត្តភ័ក្តិយើងហ្នឹងតែទូរស័ព្ទគេលែងលើកហើយហេងសើចអីគេប្លុកលេខយើងចោលទៅទៀតគេ unfriend យើងនៅក្នុង Facebook ទៀតគេមិនជាប់សាច់ឈាមជាមួយយើងទេកុំឲ្យតម្លៃគេខ្លាំងពេកម្ដាយឪពុកយើងគឺជាឈាមបង្កើតរបស់យើងស្ដាប់គាត់ផងប្តីប្រពន្ធយើងនៅក្នុងគ្រួសារយើងជាអ្នកគ្រប់គ្រងយើងជួយយើងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាហេតុអីបានជាយើងមិនអាចឲ្យតម្លៃមនុស្សទាំងអស់នេះបានមនុស្សដែលយើងគួរឲ្យតម្លៃបែរជាយើងមិនឲ្យតម្លៃមនុស្សដែលយើងត្រូវគោរពបែរជាយើងមិនគោរពមនុស្សដែលគួរសរសើរបែរជាយើងមិនសរសើរយើងទៅគោរពឲ្យតម្លៃនិងសរសើរអ្នកដទៃដែលពុំគួរទទួលបានការគោរពការសរសើរនិងការឲ្យតម្លៃទាំងអស់ហ្នឹងផងអញ្ចឹងចំណុចនេះខ្ញុំសូមផ្ដាយផ្ដាំទៅកាន់បងប្អូនក្មួយបើមិនទាន់ធ្វើខុសទេសូមផ្លាស់ប្ដូរជាបន្ទាន់បងប្អូនក្មួយមិនមានឱកាសច្រើនទេសម័យឥឡូវនេះសម័យសក់សហែសក់ខ្មៅមិនមានន័យថាបងប្អូននៅក្មេងៗបងប្អូនអាចរស់បាន100ឆ្នាំទេយើងអត់ដឹងទេមិនដឹងយើងទៅមុនឪពុកម្ដាយយើងទៅមុនជីដូនជីតាយើងឬក៏យ៉ាងណាយើងមិនដឹងទេតែអ្វីដែលយើងដឹងយើងទាំងអស់គ្នានឹងចាក់ចេញយើងមិនមានពេលវេលាច្រើនទេដូច្នេះយើងមិនមានពេលវេលាក្នុងការបដិសេធក្នុងការទុកចោលម្ដាយឪពុកប្តីប្រពន្ធកូនគ្រួសារយើងទេព្រោះយើងមិនមានពេលវេលាច្រើនទេហើយបញ្ហារបស់មនុស្សតែងតែគិតថាយើងមានពេលវេលាច្រើនតែអត់ទេយើងអត់មានពេលច្រើនទេតែបងប្អូនគិតតែខ្លួនឯងមានពេលច្រើនគិតខុសហើយតែគិតតែខ្លួនឯងមានពេលច្រើនចប់ហើយគ្មានអ្នកណាម្នាក់មានពេលវេលាច្រើនទេពេលវេលារបស់យើងទាំងអស់គ្នាចង់បងប្អូនជាអ្នកណាក៏ដោយចង់បងប្អូនជាអ្នកក្រអ្នកមានជាសេដ្ឋីកហបតីអ្នកសុំទាននាម៉ឺនមន្ត្រីលំដាប់ផុតមេឃផុតអាកាសប៉ុណ្ណាក៏ដោយពេលវេលារបស់យើងមានកំណត់
ពេលវេលារបស់យើងមានកំណត់មិនមែនឥតកំណត់ទេតែប្រើខុសគឺខុសប្រើខាតគឺខាតប្រើត្រូវកើតប្រយោជន៍ប្រើខុសខាតប្រយោជន៍គ្រប់នាទីគ្រប់ម៉ោងគ្រប់ថ្ងៃយើងកំពុងតែរាប់ថយក្រោយណាបើបងប្អូនត្រូវរស់បាន20ឆ្នាំទៀតឥឡូវវារំលងផុតមួយថ្ងៃហើយអញ្ចឹងបងប្អូនអាចរស់បានត្រឹមតែ19ឆ្នាំ364ថ្ងៃទេហើយកុំគិតថាយើងមានពេលវេលាច្រើនចៃដន្យអីកម្មវិធីយើងស្លាប់ថ្ងៃហ្នឹងផងក៏មិនដឹងគ្មាននរណាមើលដឹងមុនទេអ្វីគ្រប់បែបយ៉ាងវាបានកំណត់រួចហើយតែល្អបំផុតដែលយើងមិនដឹងថាយើងស្លាប់ថ្ងៃណាបើយើងដឹងថាយើងស្លាប់ថ្ងៃណាយើងដេកមិនលក់ទេយើងហូបបាយមិនឆ្ងាញ់ទេយើងធ្វើការងារមិនកើតទេអញ្ចឹងធម្មជាតិបានបង្កើតមកនេះវាល្អពន់ពេកហើយអ្វីគ្រប់បែបយ៉ាងគឺល្អឥតខ្ចោះមិនមានអ្វីដែលល្អជាងជីវិតមនុស្សដែលធម្មជាតិបានបង្កើតមកនេះទេល្អគ្រប់យ៉ាងល្អគ្រប់សពបែបយ៉ាងតែបើឲ្យខ្ញុំនិយាយបន្តទៀតនិយាយ7យប់7ថ្ងៃទៀតក៏វាមិនចប់ដែរអញ្ចឹងកុំឲ្យវីដេអូវែងពេកត្រឹមប៉ុណ្្នឹងទៅចាំជជែកគ្នានៅវីដេអូក្រោយៗទៀតជាការណែនាំចែករំលែកនិងអភិវឌ្ឍគំនិតយុវជននិងការគិតស៊ីជម្រៅសម្រាប់បងប្អូនទាំងអស់គ្នាអរគុណបងប្អូនជម្រាបលា